ហើយត្រូវបានកត់ត្រាដាច់ដោយឡែកទៅកិននីមួយផ្សេងទៀតនោះធ្វើឲ្យអ្នកស្រីហ្វាដែលចាប់ផ្ដើមមានអារម្មណ៍រន្ធត់ឡើងមកព្រោះតែធ្លាប់បានឮពាក្យប្រាប់របស់មនុស្សចាស់អំពីលុយខ្មោចហើយឃើញថារឿងនេះប្រហែលជាសំខាន់ណាស់នាងក៏សម្រេចចិត្តថានឹងមិនពាក់ព័ន្ធនឹងលុយផ្នែកនេះទេពេលវេលាដែលកន្លងផុតទៅជាច្រើនឆ្នាំគ្រូនួនបានស្លាប់ទៅហើយមានអ្នកថែទាំថ្មីមកថែទាំក្រុមរំជំនួសគាត់ឈ្មោះថាគ្រូអ៊ូខាប់បន្ទាប់ពីគ្រូអ៊ូខាប់បានមកអ្វីទាំងអស់ក៏នៅតែបន្តដំណើរការដូចដើមរហូតដល់មួយថ្ងៃគ្រូអ៊ូបានសម្រេចចិត្តកែលម្អផ្ទះដែលបើកជាកន្លែងបង្រៀនរំឡើងវិញដោយប្រើប្រាក់ចំនួនមួយដែលគ្រូនួនបានបំបែកទុកនិងបើកបន្ទប់មួយដែលបានបិទជាប់មកតាំងពីសម័យដែលអ្នកនាងហ្វាទើបតែចូលមកជាអ្នករាំថ្មីដើម្បីប្រើសម្រាប់បង្រៀនតន្ត្រីខ្មែរបន្ថែម